បាទសូមគ្រប់នឹងជម្រាបសួរប្រិយមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅបទជា succession law ជាវិធានមួយដែលគ្រប់គ្រងអំពីការបែងចែកមរតកសម្រាប់ប្រៃហើយ modern capacity development នេះសម្រាប់ធ្វើការអភិវឌ្ឍនាសម័យទំនើបដែលយុវវ័យត្រូវតែស្វែងយល់យកចិត្តទុកដាក់ជាខ្លាំងដើម្បីអភិវឌ្ឍខ្លួនហើយ Foundation Administrative Law នេះការរកឃើញនៅវិធានរដ្ឋបាលថ្មីនាសម័យទំនើបក្នុងសម័យ Digital បាទហើយបន្ទាប់មកទៀតយើងមានសៀវភៅមួយ The Modern Public Service Mandate នេះមានន័យថាយើងធ្វើការសិក្សាទៅលើការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបសម័យទំនើបដើម្បី Reimagining Education នេះមានន័យថាយើងធ្វើការសិក្សាលក្ខណៈជាសកលដើម្បីធ្វើការកែតម្រង់ប្រព័ន្ធអប់រំបែបបុរាណមកលាយសម័យនឹងហើយ Administrative Law នេះសំដៅទៅលើការរៀបចំច្បាប់រដ្ឋបាលសម្រាប់គ្រប់គ្រងប្រទេសក៏ដូចជាពិភពលោកមកដល់នេះ Foundation of Constitutional Law នេះមានន័យថាការរបបកំហើញក្នុងការសរសេររដ្ឋធម្មនុញ្ញក៏ដូចជាធម្មនុញ្ញសហប្រជាជាតិឬធម្មនុញ្ញតំបន់ក៏ដោយបាទហើយដែលឡែកនៃ Electoral Administrative System នេះបង្ហាញអំពីការរៀបចំប្រព័ន្ធរដ្ឋបាលជាសកលដើម្បីធ្វើលទ្ធិប្រជាធិបតេយ្យឲ្យបានល្អប្រសើរបាទ Mindscape of Power នេះបង្ហាញពីប្រព័ន្ធគ្រប់គ្រងជាសកលបាទគ្រប់គ្រងជាសកលទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយបាទហើយបន្ទាប់មកទៀតយើងនឹងបានសិក្សាសៀវភៅមួយទៀតគឺ The Journey Child and Youth Development មានន័យថាការរៀនសូត្រចាប់ពីកុមាររហូតទៅដល់វ័យចំណាស់និងរហូតទៅដល់ក្រោយឧត្តមសាសឬក្រោយបណ្ឌិតហើយស្ទីនក្រុមបច្ចេកសព្ទនេះយើងចងក្រងនៅសៀវភៅខ្លឹមសារមេត្រាច្បាប់ចាប់ពីឆ្នាំ1993រហូតដល់2020បាទហើយខ្ញុំនឹងបញ្ចុះតម្លៃជូន$2ក្នុងមួយក្បាលបើសិនប្រិយមិត្តតកតងនៅពេលឆាប់ខាងមុខនេះបាទអរគុណជូនពរមានសុខភាពល្អសំណាងល្អបាទ